បាទបងប្អូនឆ្ងល់ទេបងប្អូនការធ្វើស្រូវជំនាន់មុនបាទក្នុងឆ្នាំ9ជាងអីបាទអត់សូវប្រទះជាមួយរោគអត់សូវប្រទះជាមួយសត្វល្អិតទេប៉ុន្តែមកឥឡូវបាទប្រហែលឆ្នាំចុងក្រោយនេះគឺថាឲ្យតែមានបំរែបំរួលអាកាសធាតុបន្តិចឬមួយក៏អត់មានបំរែបំរួលអាកាសធាតុទេស្រូវចាប់ផ្ដើមចូលរោគបណ្ដោយបាទបងប្អូនដឹងទេថាមូលហេតុអីបាទមានបងប្អូនយើងខមមិននៅក្នុងការពីខ្ញុំធ្វើកញ្ច្រាំងស្រូវណាបាទគាត់ថាធ្វើស្រែជំនាន់មុនបាទគាត់លើកឡើងពីសម័យសង្គមរាស្ត្រនិយមបាទអត់សូវប្រើជីផងសឹងតែមិនប្រើជីផងបាទបានស្រូវបាទដាក់ចរុកដែរបាទដល់ទៅឥឡូវនេះបាទធ្វើគឺចូលរោគចូលសត្វល្អិតចូលរោគចូលសត្វល្អិតអញ្ចឹងមូលហេតុអីបងប្អូនដំណាំបងប្អូនត្រូវដឹងថាដំណាំទាំងអស់បាទខ្ញុំអត់និយាយអំពីដំណាំស្រូវឬមួយក៏ដំណាំផ្សេងៗឲ្យដំណាំនៅលើផែនដីនេះបាទវាមិនត្រឹមតែស្រូបយកអាហារពីក្រោមទេបងប្អូនបាទវាស្រូបយកអាហារពីលើដែរបាទតាមរយៈស្លឹកបាទតាមរយៈដើមវាដែរបាទអញ្ចឹងហើយបានជាប្រទេសអ៊ីស្រាអែលគេស្រាវជ្រាវឃើញអាស្រូបពីលើហ្នឹងបានជាគេធ្វើដំណាំនៅលើវាខ្សាច់គេប្រើវិធីសាស្ត្របាញ់ដើម្បីឲ្យដំណាំនឹងល្អដែរបាទដោយសារតែវាស៊ីពីលើនឹងដែរបាទទើបធ្វើឲ្យវាស៊ីរោគចូលដែរតើវាស៊ីរោគនឹងតាមរយៈអីគេបងប្អូនបាទបងប្អូនមើលទៅតាមនោះបាទនោះឡានណាបងប្អូនបាទកាលពីមុនអាកាសធាតុរបស់យើងនេះយើងអត់មានឡានយើងអត់មានរោងចក្រយើងអត់មានឡដុតបាទអញ្ចឹងអាបរិយាកាសយើងនេះគឺវាអត់មានបញ្ហាបានន័យថាអាកាសធាតុអាក្រក់ចូលទេវាអត់មានទេបាទតែបន្ទាប់ពីយើងមានឡានមានម៉ូតូមានរោងចក្រអីមកគឺលំហបរិយាកាសនេះវាមានជាតិពុលក្នុងហ្នឹងបងប្អូនបាទដែលខ្ញុំតែនិយាយប្រាប់ក្រុមការងារខ្ញុំថាអាសត្វបរិយាកាសនេះវាលែងស៊ីនដូចមុនណាបាទដែលយើងមើលទៅអត់ឃើញអីទេបងប្អូនតាពិតវាមានរូបបាទយើងអត់អាចមើលឃើញដោយភ្នែកយើងបានទេបាទបើសិនជាអ្នកដែលគាត់រៀនធម៌ជ្រៅជ្រះបាទមានសមាធិអញ្ចឹងគាត់ដឹងនៅក្នុងលំហនេះគឺវាមានរូបដែរអញ្ចឹងរូបនេះព្រះពុទ្ធអង្គលោកថាលោកសំដែងថាហៅថាជាសង្ឃុំរូបគឺរូបនេះវាតូចល្អិតមែនតើអត់មានវិទ្យាសាស្ត្រណាដែលអាចមានរបស់ពិនិត្យឃើញក្នុងបរិយាកាសទាំងបានទេបាទអញ្ចឹងដោយសារតែវាមានជាតិពុលនៅក្នុងហ្នឹងនៅពេលដែលមានបំរែបំរួលអាកាសធាតុបន្តិចមកស្រូវយើងចាប់ដើមប្រែក្រហមដំណាំយើងចាប់ដើមប្រែក្រហមចាប់ដើមចូលរោគចាប់ដើមចូលសត្វល្អិតដល់ទៅពេលបងប្អូនយកគីមីយកថ្នាំមិនល្អទៅបាញ់បន្ថែមទៀតបាទវារឹតតែធ្វើឲ្យដំណាំហ្នឹងវាច្បុកច្បល់ទៀតបាទអញ្ចឹងថាតើវិធីដោះស្រាយបញ្ហាហ្នឹងយើងធ្វើបែបណាបាទបងប្អូនត្រូវដឹងថាធម្មជាតិវាចាំតែល្អទេបងប្អូនបងប្អូនអាចទៅភ្នំណាមួយដែលបងប្អូនទៅដើរលេងណាបាទឬមកក៏ទៅភ្នំកលៀនបងប្អូនសាកមើលដំណាំទាំងអស់ហ្នឹងមើលយើងអត់មានទៅប្រើថ្នាំយើងអត់មានទៅធ្វើអីផងនេះស្រាប់តែវាល្អមើលទៅគឺវាមានដើមដងអីផ្លែតពូជតអីវាដល់ហើយកន្លែងហ្នឹងគឺសម្បូរព្រៃឈើខ្លាំងទៀតបាទអញ្ចឹងដោយសារតែវាបញ្ចេញអុកស៊ីហ្សែនទៅលើនោះវាទប់នឹងអាការដែលមានជាតិពុលនឹងបានល្អអញ្ចឹងធ្វើឲ្យដំណាំកន្លែងនោះបងប្អូនមើលអត់មានរោគអត់មានអីទេបើវាមានរោគភ្នំមួយគឺប្រហែលជាគេហៅថាអស់បាត់ឃើញតែភ្នំទៅទេអស់ព្រៃឈើបាត់ហើយវាដុះនៅលើថ្មទៅទៀតបងប្អូនទៅកន្លែងអញ្ចឹងបងប្អូនសង្កេតមើលទៅបងប្អូនដឹងហើយបាទដល់តែពេលយើងខំដាក់ជីដាក់ថ្នាំដាក់របស់ដែលអស់លុយហើយវាបែរជាអត់ល្អទៀតអញ្ចឹងវិធីដោះស្រាយបាទជាបទពិសោធន៍របស់ខ្ញុំបាទបងប្អូនត្រូវតែរកជីធម្មជាតិមួយដែលប៉ាកែបាទជីធម្មជាតិសុទ្ធ 100% ណាបាទបើបងប្អូនមិនស្ទុះស្ទារកជីធម្មជាតិមួយបាទទៅទប់អាហ្នឹងទេបងប្អូនធ្វើស្រែធ្វើស្រូវអត់ចំណេញច្រើនហើយបងប្អូនពេលដែលបងប្អូនអត់ដឹងរឿងហ្នឹង
បាទបងប្អូនបាយជាទៅបន្ទោសរឿងផ្សេងរឿងកត្តាផ្សេងដែលធ្វើឲ្យបងប្អូនធ្វើស្រូវខាតតាមពិតបើសិនជាបងប្អូនបាញ់ជីប្រព័ន្ធចូលបងប្អូនបាទហេតុអីបានជីប្រព័ន្ធវាមានសមត្ថភាពទប់រឿងអស់ហ្នឹងបាទជីបំពន់ភាគច្រើនបាទពេលដែលវាចូលទៅវាធ្វើឲ្យកោសិកាតំណាំទាំងអស់គឺរឹងមាំកាលណាវារឹងមាំអញ្ចឹងពេលដែលមានបំរែបំរួលអាកាសធាតុចូលទៅវាអត់ទេវាទប់បានបងប្អូនវាទប់បានបាទវាមានវ៉ាក់សាំងការពារហើយបាទវាមានវ៉ាក់សាំងការពារហើយវាទប់បានវាមិនត្រឹមតែទប់រឿងរោគទេវាទប់ដល់សត្វល្អិតទៀតទប់សត្វល្អិតតាមរបៀបណាបងប្អូនត្រូវដឹងថាជីបំពន់វាសឹងទៅទូទៅហើយយកវត្ថុជាតិដើមមកអំពីសមុទ្របាទរហូតដល់ពេលខ្លះគេផ្សាយថាធ្វើអំពីសារ៉ាយសមុទ្រធ្វើអំពីសារ៉ាយសមុទ្របាទហើយមានជីបំពន់ខ្លះគេដាក់ពួកសម្បកផ្លែឈើចូលអញ្ចឹងអាសម្បកផ្លែឈើហ្នឹងឯងនៅពេលដែលវាជ្រាបចូលទៅដល់ដើមដំណាំរបស់យើងអាសត្វល្អិតមួយចំនួនពេលដែលវាជក់ទៅវាអត់ត្រូវក្លិនជាមួយជីបំពន់ហ្នឹងឯងអញ្ចឹងវាត្រូវរត់ចេញបាទអញ្ចឹងវាត្រូវកាត់បន្ថយជំងឺកាត់បន្ថយសត្វល្អិតហើយពីឥឡូវនេះទៅបងប្អូនបាទរឿងជីបំពន់มันអាចខ្វះបានទេបងប្អូនបាទកាលពីប្រហែលជា7-10ឆ្នាំមុនបាទមានក្រុមហ៊ុន1 2 3នោះបាទខ្ញុំដឹងថាជីបំពន់សម័យនេះគឺឥឡូវនេះបាទក្រុមហ៊ុនចុះបញ្ជីសឹងតែមិនទាន់ដោយសារអីគេបាទត្រូវការជីបំពន់ជាចាំបាច់បាទបងប្អូនសង្កេតមើលទៅបងប្អូនជាថាឥឡូវជីបំពន់ចឹងឥឡូវជីបំពន់ចឹងដោយសារវាចាំបាច់បងប្អូនដាក់ចាំបាច់មិនថាតែចាំបាច់ឥឡូវនេះទេណាបងប្អូនបាទវាចាំបាច់រហូតទៅមិនថា10 20 30 40ឆ្នាំ50 60ឆ្នាំ100ឬមកក៏យើងអស់អាយុទៀតទៅវានៅតែត្រូវការជីធម្មជាតិជាចាំបាច់ដោយសារវាត្រូវទប់រឿងដែលខ្ញុំរៀបរាប់មកហ្នឹងបាទបើមិនទប់អញ្ចឹងទេបងប្អូនបាទបងប្អូនមិនអាចយកវាចំណេញចូលផ្ទះបានច្រើនទេពីព្រោះបងប្អូនត្រូវចំណាយច្រើនទោះបីបងប្អូនបាញ់ជីថ្នាំច្រើនហើយបានផលមកបងប្អូនយកអាហ្នឹងទៅចំណាយទៅលើថ្នាំអញ្ចឹងវិធីសាស្ត្របាទដែលជួយឲ្យបងប្អូនធ្វើស្រែធ្វើស្រូវបាទចំណេញនៅក្នុងបច្ចុប្បន្ននេះបងប្អូនរកជីបំពន់មួយដែលល្អបន្ទាប់មកទៀតបងប្អូនបាញ់ចូលដោយប្រើគីមីគ្រាន់តែប្រគ្រប់កិច្ចតាមក្រោយតិចទៅបងប្អូននឹងចំណេញលុយច្រើនណាស់